សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះយើងមកបន្តលំហាត់របស់យើងតទៀតហើយយើងចាប់ផ្ដើមធ្វើពីលេខ26ទៅតោះគេថា this ចុចចុចចុច my friend ហើយរបស់បន្ទាប់គឺចុចចុចចុច names Richard អូខេហើយយើងលេខមើល answer ដែលគេឲ្យយើងមាន a his is my is his ហើយនឹងចុងក្រោយគឺ his ហើយនឹង his អូខេអញ្ចឹងតើយើងរកចម្លើយវាយ៉ាងម៉េចអញ្ចឹងយើងក៏លេចមើលកន្លែងនេះបន្តិចណាអ្នកនរគ្នាជាទូទៅ this គឺយើងប្រើជាមួយនឹងto be ហើយ to be នេះគឺដោយសារតែ this គឺយើងប្រើនៅពពួក singular noun អញ្ចឹងហើយ to be របស់វាគឺអ្នកគ្នាដឹងហើយ singular noun គឺយើងប្រើមួយនឹង singular verb អញ្ចឹងណាហើយខាងក្រោយនេះសូមសរសេរអ្នកគ្នាតែម្ដងណាគឺនេះហៅ singular noun អូខេយើងអត់អាចប្រើ this នេះជាមួយនឹងពពួក plural noun កើតទេហ្នឹងណាដោយសារនេះគេហៅវាថាជាពពួក demonstrative pronoun សព្វនាមចង្អុលណាហើយសព្វនាមទាំងអស់ហ្នឹងគឺយើងប្រើឲ្យត្រូវទៅតាមប្រភេទនាមដែលនៅខាងក្រោយវានេះអូខេអញ្ចឹងយើងក៏លេចមើលចម្លើយរបស់យើងអឺ this ហើយខាងក្រោយគឺ my friend គឺជានាមឯកវចនៈដែលយើងហៅថា singular noun នេះឯងអញ្ចឹងណាអញ្ចឹងករណីហ្នឹងគឺយើងយកចម្លើយ is កលេចមើលក្នុងចំណោមទាំង4នៅខាងក្រោមចម្លើយដែលមាន is គឺមាន b ហើយនិង c អញ្ចឹងមានន័យថាយើងអាចលុប a ចេញហើយនិង d ចេញយើងទុកតែ2ទេដែលជាចម្លើយសម្រាប់យើងក្នុងការរើសបន្ទាប់អញ្ចឹងយើងកលេចមើលល្បះបន្ទាប់អ្នកនរគ្នាកន្លែងនេះគឺគេដាក់ចុចចុច names recharge អ្នកនរគ្នាឃើញយើងមើលពាក្យ recharge នេះមួយអូខេឈ្មោះនេះគឺឈ្មោះ sorry ឈ្មោះនេះគឺឈ្មោះរបស់ male ឈ្មោះរបស់មនុស្សប្រុសអ្នកនរគ្នាអញ្ចឹងបើសិនជាមនុស្សប្រុសសពនាមដែលជំនួសឲ្យគឺស្មើនឹង he អ្នកនរគ្នាអញ្ចឹងណាបើសិនជា he យើងនិយាយអំពីសពនាមកម្មសិទ្ធិពពួក sorry ពពួកគុណនាមកម្មសិទ្ធិរបស់វាណាអញ្ចឹងយើងប្រើប្រកាសជា his ហើយมันអាចជាអីផ្សេងទេអញ្ចឹងណាអញ្ចឹងយើងក៏លេខមើលចម្លើយរបស់យើងមាន b មាន c វិញអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ finally យើងរកឃើញណាគឺ c អូខេដោយសារតែhis វាស័ក្តិសមជាមួយនឹងនាមដែលនៅខាងក្រៅដោយសារវាត្រូវរឿងជាមួយគ្នាដល់ like បើសិនយើងយក b ម៉ៃអត់ត្រូវទេដោយសារអីល្បាតខាងដើមយើងនិយាយឲ្យថាជាមិត្តភ័ក្តិរបស់យើងមិនមែនជាខ្លួនយើងទេកន្លែងហ្នឹងណាតោះ move on 22កន្លែងនេះគេដាក់ថា they ចុចចុចចុច Lisa and Max ហើយល្បះបន្ទាប់គេដាក់ថា they ចុចចុចចុច from the USA អ្នកនរគ្នាអញ្ចឹងកលេចមើលចម្លើយរបស់យើង A យើងមាន is ហើយនឹង is B are ហើយនឹង is C are ចំណែក ID គឺ is ហើយនឹង is អញ្ចឹងចម្លើយយកមួយណាកន្លែង22នេះគឺពាក់ព័ន្ធជាមួយនឹងគេស័ព្ទ to be ទាំងស្រុងអញ្ចឹងណាយើងកលេចមើលកន្លែង day នេះយើងដឹងហើយសព្វនាម day គឺប្រើជាមួយនឹង to be are អញ្ចឹងចម្លើយដែលមាន R នៅខាងមុខហ្នឹងគឺមាន B ហើយនឹងមាន C A ហើយនឹង D គឺយើងអត់យកទេដោយសារតែវាមានto be is នៅខាងមុខដែលវាអត់ត្រូវប្រើជាមួយនឹង day កលេចមើលខាងក្រោយទៀតក៏មានសព្វនាម day ដែរអញ្ចឹងអ្នកនាងដឹងហើយ the answer is very simple letter is C អូខេមូលហេតុដោយសារ to be are នេះគឺវាប្រើត្រូវជាមួយនឹងសព្វនាមដែលជាប្រធានក្នុងរបស់យើងគឺ day អូខេ easy 23សំណួរណាអ្នកនរគ្នាគេដាក់ថា what is ចុចចុច name ហើយចម្លើយ my name's Carlos អ្នកនរគ្នាអញ្ចឹងឈ្មោះនេះមិនឈ្មោះអ្នកដតីណាគឺជាឈ្មោះរបស់យើងដែលជាអ្នកសន្ទនាដៃគូជាមួយនឹងអ្នកសួរសំណួរណាអូខេអញ្ចឹងកាលណាគេសួរឈ្មោះរបស់យើងហើយយើងជាអ្នកឆ្លើយវិញបែបហ្នឹងណាអញ្ចឹងបើគេសួរមកយើងគឺយើងប្រើសព្វនាមអីពពួកសព្វនាមដែលយើងប្រើគឺប្រកាសជា your អ្នកនរគ្នាព្រោះយើងសួរគេហើយគេអ្នកឆ្លើយអញ្ចឹងណាអូខេឬក៏គេសួរយើងអ្នកឆ្លើយវិញបែបហ្នឹងហើយអូខេតទៀត 24 this is my sister ចុច name is Laura អ្នកនរគ្នាយើងក៏លេចមើលល្បះខាងមុខគេដាក់ sister នេះគឺជាណាឬក៏ female identity វាជាអត្តសញ្ញាណរបស់មនុស្សស្រីបែបហ្នឹងណាអញ្ចឹងវាមិនមែនជាឈ្មោះស្រីវាជាអត្តសញ្ញាណអញ្ចឹងបើអត្តសញ្ញាណផលមនុស្សស្រីសពនាមដែលយើងប្រើបែបហ្នឹងគឺយើងប្រើជាមួយនឹង her អូខេ
ឬក៏យើងប្រើជាមួយនឹង she អូខេក្នុងករណីដែលយើងនិយាយជាកម្មសិទ្ធិគឺយើងប្រើ her ទៅតែបើសិនជាសព្វនាមធម្មតាយើងប្រើ she ចឹងទៅអញ្ចឹងចម្លើយចំពោះលេខ24 number 24គឺចម្លើយយក C អ្នកនរគ្នាអូខេបន្តមួយទៀត25 I have ចុច brother ចុច name is David អូខេអ្នកនរគ្នានៅចាំកន្លែងមួយជាទូទៅគឺយើងប្រើ article a ឬក៏ an ជាមួយនឹងពពួកនាមឯកវចនៈដែលគេហៅថា singular noun អូខេយើងមិនអាចទៅសេនាមពពួកឯកវចនៈនេះដោយគ្មាន article បានទេវាអត់ត្រូវជាមួយនឹងទម្រង់វេយ្យាករណ៍ភាសាអង់គ្លេសអញ្ចឹងណាអញ្ចឹងយើងក៏លេខមើលល្បះរបស់យើងអ្នកនេះឃើញពាក្យ brother អត់មាន s ទេអញ្ចឹងករណីហ្នឹងចម្លើយខាងមុខគឺយើងប្រើជាមួយនឹង article ហើយចម្លើយដែលមាន article ហ្នឹងមាន A យើងមាន earn B យើងមាន a C យើងមាន a ហើយ D គឺសញ្ញានេះមានថាយកប្រើ article ទេអញ្ចឹងយើងគ្រាន់តែនិយាយចម្លើយខាងមុខសិនណាករណីនេះគឺយើងឃើញមាន B ហើយនិង C ដែលជាចម្លើយដែលអាចទទួលយកបានចំណែកឯ A ហើយនិង D គឺយើងអាចធៀបវាចោលបានអញ្ចឹងណាតោះយើងក៏លេខមើលល្បះខាងក្រោយចុច name is David អញ្ចឹង David អ្នកនរគ្នា David ហ្នឹងគឺជា name របស់មនុស្សប្រុសអាហ្នឹងវាជា male name ហើយសព្វនាមដែលយើងប្រើអាចយើងប្រើhis ករណីដែលវាជាកម្មសិទ្ធិឬក៏ he បាទសម្រាប់វាជាវិធានអញ្ចឹងណាអញ្ចឹង the answer កន្លែងនេះគឺយើងប្រើជាមួយនឹងចម្លើយគឺ C អ្នកនរគ្នាមូលហេតុដោយសារតែ David ជាមនុស្សប្រុសអញ្ចឹងខ្ញុំអាចប្រើ her កើតទេព្រោះ her ហ្នឹងគឺជំនាន់មនុស្សស្រីទេខ្លីៗប៉ុណ្ណឹងអ្នកនរគ្នាណាសម្រាប់វីដេអូថ្ងៃហ្នឹងសង្ឃឹមអ្នកនរគ្នាអាចយកទៅអនុវត្តបានហើយយើងជួបគ្នាបន្តទៀតនៅលំហាត់បន្តអរគុណ